បាទក្នុងនាមខ្ញុំជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សានិងជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យខ្ញុំបានតាមដានក៏ដូចជាយកចិត្តទុកដាក់រាល់សកម្មភាពនៃការរំលោភបំពានរបស់ប្រទេសសៀមមកលើកម្ពុជានេះគឺពុំដែលមានថ្ងៃណាមួយអខានទេបាទហើយជាពិសេសទៅទៀតខ្ញុំក៏សូមគោរពនិងកោតសរសើរដល់ការព្យាយាមយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបើសិនជាយើងរាប់ចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមនិងថ្ងៃចរចាបត់ឈប់បាញ់នៅប្រទេសម៉ាឡេស៊ីក្រោមការផ្ដួចផ្ដើមដ៏មហាខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump នៃប្រទេសអាមេរិកនោះមកទល់បច្ចុប្បន្ននេះជិត3ខែហើយបាទជិត3ខែហើយក៏ប៉ុន្តែប្រទេសសៀមនៅតែរំលោភបំពានមកលើកម្ពុជាមិនគោរពទៅតាមកិច្ចសន្យានៃបទជប់បាញ់ទាំងអស់នោះទេចំណែកកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះបទជប់បាញ់ទាំងអស់នេះក្រោមបទបញ្ជារបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកងទ័ពជួរមុខក៏ដូចជាប្រជាពលរដ្ឋកម្ពុជាជឿជាក់ទៅលើការដឹកនាំជឿជាក់ទៅលើបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្ដេចមហាបវរធិបតីតែប្រទេសថៃទៅវិញទេដែលមិនបានគោរពបទឈប់បាញ់ហើយបើសិនបើយើងរាប់ចាប់តាំងពីថ្ងៃទី28នៃបទឈប់បាញ់ចូលជាធរមានមកទល់បច្ចុប្បន្ននេះគឺជិត3ខែបាទជិត3ខែហើយអញ្ចឹងទេអ្វីដែលកម្ពុជារក្សានាពេលបច្ចុប្បន្ននេះគឺការមិនតបតបាទគឺការមិនតបតរក្សាតែដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះបើទោះបីជាមានការឈ្លានពាននៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយគឺទុកឲ្យអន្តរជាតិក៏ដូចជាអាស៊ានបានឃើញថាកម្ពុជាមិនបានរំលោភបំពានលើទឹកដីរបស់សៀមនោះទេគឺមិនបានធ្វើដោយការចោទប្រកាន់របស់ប្រទេសសៀមនោះទេបាទប្រទេសសៀមបានបង្កទុក្ខលំបាកវេទនាដល់ប្រជាពលរដ្ឋខ្មែរបើទោះបីមានការប្រជុំជាច្រើនលើកច្រើនសារក៏ដោយតែប្រជុំព្រឹកល្ងាចឡើងបង្កបញ្ហាប្រជុំល្ងាចយប់ឡើងបង្កបញ្ហាតើនេះឬជាប្រទេសដែលមានធនធានជាអ្នកដឹកនាំដែលតែងតែអំណះអំណានថាខ្លួនជាប្រទេសដែលមានការចេះដឹងខ្ពស់ផ្នែកការទូតផ្នែកយោធានោះខ្ញុំសូមបញ្ជាក់ថាកម្ពុជាមិនត្រូវការរំលោភបំពានទៅលើដែនអធិបតេយ្យភាពរបស់អ្នកទេកម្ពុជាការពារនិងរក្សាតែដែនអធិបតេយ្យភាពរបស់ខ្លួនមាននៅក្នុងផែនទីតែប៉ុណ្ណោះអញ្ចឹងទេសូមប្រទេសសៀមបាទឈប់បន្តហើយគួរតែដោះលែងចំណាត់ខ្មាំងរបស់កម្ពុជាឲ្យវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញជាពិសេសខ្ញុំបានសង្កេតឃើញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាជំនាញពាក់ព័ន្ធបាទក៏បានចរចាលក្ខណៈការទូតក៏ដូចជាស្វែងរកនៅភាពយុត្តិធម៌ពីអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាអាស៊ានដើម្បីជំរុញឲ្យថៃដោះលែងដល់កងយុទ្ធពលវីរៈកងទ័ពរបស់យើងដែលបានចាប់ខ្លួនទៅនៅជាប់គាំងទាំង18មកដល់បច្ចុប្បន្ននេះអញ្ចឹងចេតនារបស់សៀមមិនបានបញ្ចប់ទេគឺចេតនារបស់សៀមនេះគឺកំពុងតែឈ្លានពានចង់បានទឹកដីកម្ពុជាហើយបាទសូមឲ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាមិត្ត
សូមជួយដល់កម្ពុជាហើយក៏ដូចជាជួយពន្យល់ដល់សៀមដែលកំពុងតែវង្វេងនឹងចង់ធ្វើសង្គ្រាមជាមួយកម្ពុជាកម្ពុជាតូចមែនតែកម្ពុជាមានស្មារតីស្នេហាជាតិនិងជាតិនិយមជាខឿនការពារប្រទេសឲ្យបានរឹងមាំ